នគរបាលរាជធានីភ្នំពេញបាននាំខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ដែលពាក់ព័ន្ធនឹងករណីជេរប្រមាថកងទ័ពជួរមុខយ៉ាងកប់មាត់មកសួរនាំហើយនៅវេលាម៉ោងប្រមាណ 7:08 ព្រឹកថ្ងៃទី 13 ខែសីហា ឆ្នាំ 2026 កម្លាំងនគរបាលរាជធានីភ្នំពេញបាននាំខ្លួនស្ត្រីដែលជាម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថាបានជេរប្រមាថទៅលើកងទ័ពជួរមុខនេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញការនាំខ្លួនស្ត្រីរូបនេះធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនិងជេរប្រមាថខ្លាំងដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរស័ព្ទមួយគ្រឿងករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មពីសាធារណជនពេញបណ្ដាញសង្គមដែលយល់ថាការជេរប្រមាថដល់កងទ័ពជួរមុខគឺជាទង្វើដែលមិនអាចទទួលយកបានករណីនេះគឺជាការថ្កើងរំលឹកដល់សាធារណជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្ដីជាពិសេសលើបណ្ដាញសង្គមដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែលជាការប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងណាមិញយោងតាមគណនីមួយដែលមានឈ្មោះថា Red Chandran បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី 13 ខែសីហា ឆ្នាំ 2026 ដោយលើកឡើងថានាងនេះនឹងប្តីពិតជាមិនព្រមចោះចាញ់មែននៅតែឆាតខ្លាំងដាក់នាយសំណង់រិះរឹតទៀតយប់មិញនាម៉ោង 9:18 នាទីយប់ថ្ងៃទី 12 ខែសីហា ឆ្នាំ 2026 នាយសំណង់រិះរិនបានបាញ់លុយ 20,000 រៀលឲ្យពួកគេវិញព្រមទាំងបានបដិសេធមិនយកទូរស័ព្ទ Apple នោះទេវរៈកងទ័ពយើងបាន screenshot ទិន្នន័យធនាគារ AC នៃការបាញ់លុយទៅវិញផ្ញើតាម Telegram ទៅឈ្មោះ អាហ្វុងដែលជាឈ្មោះ Telegram ដែលប្តីប្រពន្ធទាំងពីរនាក់នេះកំពុងប្រើដោយវរៈកងទ័ពយើងបានសរសេរថាលុយរបស់បងខ្ញុំបាញ់ឲ្យវិញហើយប្តីប្រពន្ធម្ចាស់ហាងទូរស័ព្ទខាងលើនោះបានឆ្លើយបែបគំរាមថាខ្ញុំបានថតទុកអស់ហើយបងឯងឯកភាពទទួលប្រាក់និងទូរស័ព្ទមួយគ្រឿងតាមការយល់ឃើញរបស់ខ្ញុំប្តីប្រពន្ធនេះនៅតែមិនរៀងចាលមិនបានបង្ហាញនៅការសោកស្ដាយចំពោះទង្វើរបស់ពួកគេដែលជេរប្រមាថវរៈកងទ័ពជាពិសេសពួកគេនៅតែមានចេតនាមើលងាយនិងបន្ទាបបន្ថោងដល់នាយសំណង់រិះរិនដែលចង់ដោះស្រាយបញ្ហាតាមរយៈឲ្យលុយនាយសំណង់រិះរិត 20,000 រៀលនិងទូរស័ព្ទ Apple មួយគ្រឿងខ្ញុំយល់ថាយក 20,000 រៀលនិងទូរស័ព្ទ Apple ឬមិនយកគឺជាសិននិងសេរីភាពនៃជំរើសរបស់វរៈកងទ័ពយើងប្តីប្រពន្ធពីរនាក់ម្ចាស់ហាងខាងលើគ្មានសិទ្ធិបង្ខិតបង្ខំឲ្យវរៈកងទ័ពយើងទទួលយកលុយ 20,000 រៀលនិងទូរស័ព្ទ Apple នោះទេពីរនាក់ប្តីប្រពន្ធនេះគួរតែរៀនគោរពសិទ្ធិអ្នកដទៃនិងរៀនឲ្យតម្លៃលើសេរីភាពនៃជំរើសរបស់មនុស្សតាមមើលទៅប្រហែលពួកគេមិនទាន់រកបានមេធាវីប្រឹក្សាយោបល់ផ្លូវច្បាប់ទេទើបពួកគេហ៊ាននិយាយបែបនេះគួរជម្រាបផងដែរថាតាមដំណើររឿងដំបូងឡើយវរៈកងទ័ពបានកំងទិញទូរស័ព្ទពីហាងខាងលើតាមអនឡាញពេលហាងផ្ញើអីវ៉ាន់ទៅស្រាប់តែទូរស័ព្ទប្រើមិនកើនរួចវរៈកងទ័ពក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញដោយសង្ឃឹមថាម្ចាស់ហាងអាចបដូរទូរស័ព្ទថ្មីឬក៏អាចទូទាត់លុយសងវិញពេលពិនិត្យទូរស័ព្ទរួចយ៉ាងណាមិញមិនត្រឹមតែមិនបានសំណងជាទូរស័ព្ទឬសំណងជាលុយមកវិញទេថែមទាំងត្រូវម្ចាស់ហាងទូរស័ព្ទនោះជេរប្រមាថខ្លាំងកប់មាត់ដល់ខ្លួននិងរហូតដល់ជេរប្រមាថម្ដាយខ្លួនថែមទៀតដែលទាំងវើនេះធ្វើឲ្យខ្លួនតូចចិនទទួលយកមិនបានក្រោយពីលេចធ្លាយសារសម្លេងជេរប្រមាថរួចបានធ្វើឲ្យមហាជនខឹងសម្បើយ៉ាងខ្លាំងរហូតទទូចសុំឲ្យមានចំណាត់ការលើម្ចាស់ហាងរូបនោះឲ្យខានតែបានមិនយូរប៉ុន្មានបន្ទាប់ពីល្បីសរសើររឿងនេះតាមព័ត៌មានបានឲ្យដឹងថាម្ចាស់ហាងជាអ្នកលក់ទូរស័ព្ទរូបនោះបានបាញ់លុយចំនួន 20,000 រៀលនិងដាក់ទូរស័ព្ទមួយគ្រឿងថ្មីផ្ញើទៅវរៈកងទ័ពដើម្បីបញ្ចប់រឿងបន្ថែមលើនោះទៀតម្ចាស់សម្លេងដែលជាថៅកែហាងលក់ទូរស័ព្ទរូបនោះក៏បានចេញមុខសុំទោសជាសាធារណៈនិងសន្យាមិនឲ្យមានរឿងរ៉ាវនេះកើតឡើងសារជាថ្មីម្ដងទៀតផងដែរទោះជាមានការផ្ញើលុយនិងទូរស័ព្ទថ្មីទៅកាន់វរៈកងទ័ពក៏ដូចជាចេញមុខមកសុំ
ទោសជាសាធារណៈបំណងបញ្ចប់រឿងក្តីប៉ុន្តែមហាជននៅតែបង្ហាញការមិនពេញចិត្តនិងកាន់តែខឹងសម្បើខណៈមានការទម្លាយថាម្ចាស់ហាងលក់ទូរស័ព្ទខាងលើនេះដែលត្រូវបានគេស្គាល់ឈ្មោះថាសុវណ្ណារីគឺមិនមែនជាលើកទី1ទេដែលធ្លាប់ប្រើពាក្យសម្ដីជេរធ្ងន់ធ្ងរទៅលើអតិថិជនពោលគឺធ្លាប់ប្រើការជេរប្រមាថដល់អ្នកទិញជាច្រើនអ្នកមកហើយកន្លងទៅនេះបើតាមការទម្លាយឲ្យដឹងពីម្ចាស់គណនីឈ្មោះរ៉េតច័ន្ទរិទ្ធ